សាច់ហើយនឹងបន្លែមានតួនាទីសំខាន់ដូចគ្នាអ្វីត្បិតតែខ្ញុំចូលចិត្តបន្លែច្រើនក៏ពិតមែនប៉ុន្តែយើងពិតជាមិនអាចអត់សាច់បានទេបងប្អូនហើយក៏ដូចជាអ្នកដែលចូលចិត្តសាច់ខ្លាំងប៉ុណ្ណាក៏ដោយជៀសមិនផុតពីត្រូវការផ្ទាប់ជាមួយបន្លែដែរអានេះគឺជារឿងពិតចាសម្រាប់ខ្ញុំវិញគឺចូលចិត្តទាំងពីរទេមិនមែនថាចូលចិត្តតែបន្លែអត់សាច់ចូលចិត្តសាច់អត់បន្លែអីទេគឺខ្ញុំចូលចិត្តទាំងពីរក៏ប៉ុន្តែភាគច្រើនគឺខ្ញុំហូបបន្លែច្រើនណាបងប្អូនដូចជាថ្ងៃនេះជាដើមបងប្អូនខ្ញុំអត់ដឹងថានឹកឃើញធ្វើអីទេរោនឹកអីមិនទាន់គឺយកធ្វើតកួនសាច់គោអញ្ចឹងណាបងប្អូនក៏ប៉ុន្តែដោយសារតែខ្ញុំវាស្ទើតកួនវាស្ទើពេកអញ្ចឹងទៅខ្ញុំលួចដាក់កញ្ឆែតទឹកបងប្អូនហើយបើសួរថាធ្វើម្ហូបអីក៏អត់ដឹងថាធ្វើម្ហូបអីដែរនេះហ៎គឺដូចគោឡើងភ្នំបន្តិចដូចអីបន្តិចក៏ប៉ុន្តែវាមានកញ្ឆែតទឹកទៀតអាហ្នឹងពិបាករោនឹកមិនដឹងថាដាក់ថាម៉េចទេហើយសម្រាប់ថ្ងៃនេះដែរគឺខ្ញុំធ្វើទឹកជ្រលក់បុកទឹកត្រីកោះកុងលាយជាមួយទឹកតៅហ៊ូមកដាក់ទឹកម្ទេសមកគឺចឹងឯងបងប្អូនរសជាតិប្រចាំតកូលរបស់គ្រួសារខ្ញុំឲ្យធ្វើតែបែបហ្នឹងហើយថ្ងៃណារាំងចង់ពិសេសពិសាលទៅគឺបំពងខ្ទឹមដាក់ទៀតកាន់តែឆ្ងាញ់លីងម្ទេសហើយដាក់ទៀតអូកាន់តែឈ្ងុយទៀតតែថ្ងៃនេះអត់ទេខ្ជិលគឺធ្វើតែប៉ុណ្ណឹងរួចរាល់ហើយបងប្អូនវាជារឿងធម្មតាទៅហើយទេបងប្អូនអើយអាសម្រាប់យើងដែលទិញអីវ៉ាន់ទុកយើងអត់សូវទៅផ្សាររាល់ថ្ងៃហ្នឹងណាយើងទិញទុកក្នុងធុងអញ្ចឹងពេលដែលយើងមានអីយើងចេះផ្សេងផ្សំចេញមុខម្ហូបផ្លែអញ្ចឹងទៅវាអត់បានគ្រប់មុខដូចយើងទៅប្រចាំទេអញ្ចឹងពេលនៅក្នុងធុងយើងមានសាច់គោសល់ទៅយើងរនឹកទៅរកបន្លែអីមកជួយធ្វើជាមួយអញ្ចឹងទៅដល់ពេលអញ្ចឹងវាចេញមកជាបែបនេះទៅសម្រាប់ខ្ញុំគឺយើងអាចហៅបានថាគោតកួនអញ្ចឹងទៅក៏ប៉ុន្តែដោយសារហេតុតែវាស្ទើតកួនក៏ថែមអាដេញកញ្ឆែតទឹកទៀតអញ្ចឹងណាអញ្ចឹងមិនដឹងថាហៅគោតកួនឬគោកញ្ឆែតទឹកទេសម្រាប់រសជាតិវាស្តៀងទៅនឹងគោឡើងភ្នំហើយការធ្វើក៏វាដូចទាំងគោឡើងភ្នំដែរវាអត់ខុសគ្នាទេបងប្អូនអញ្ចឹងវាងាយស្រួលសម្រាប់យើងរបៀបថាយើងរវល់អញ្ចឹងទៅយើងគ្រាន់តែហាន់សាច់ហាន់អីអញ្ចឹងមកដាក់ពងទាគោះពងទាដាក់រ៉ូឌីដាក់ប្រេងខ្យងតិចមកយើងក៏ដាក់ប៊ឺដាក់ក្រែងឆាចូលមកក៏កវីកវត្តអញ្ចឹងទៅបងប្អូនមិនមានអីយ៉ាប់ទេយើងស្រួលមែនទែនហ្មងគឺថាមួយផ្លេតទេបានហូបហើយសម្រាប់តកួនវិញអង្គុយជ្រៀកទៅតកួនរាំងធំដែរជ្រៀក2មួយផ្លេតហើយបើយូរសង្ស័យយូរនឹងជ្រៀកតកួនហ្នឹងឯងបងប្អូនអើយតែបើយើងខ្ជិលយើងមិនចង់ឲ្យជ្រៀកបបាក់យូរទេគឺយើងកាត់កង់បដ ாய்ទៅប៉ុន្តែខ្ញុំដោយសារខ្ញុំចង់ឲ្យវាវែងតឡាយល្អអញ្ចឹងខ្ញុំជ្រៀកជាវែងអញ្ចឹងទៅហើយណាមួយវាឆាប់ទុនល្អទៀតពេលយើងដាក់អញ្ចឹងមកឆាប់ទុនហើយសាច់គោយើងពេលប្រឡាក់រ៉ូឌីតិចអញ្ចឹងមកយកមកដាក់មួយផ្លេតជាវាទុនផុយល្អដាក់ចូលមាត់រលាយហ្មងបាច់ចាំទៅពីទេបងប្អូនអើយវាផុយល្អដោយសារទិញសារនេះគឺបានសាច់គោផុយល្អអញ្ចឹងអត់នេះទេដាក់តែមួយផ្លេតមកគឺថាទៅពីទៅមុនបន្លែទៀតចាម្ហូបនេះដែរខ្ញុំក៏ណែនាំបងប្អូនយើងដែលចូលចិត្តបន្លែដូចខ្ញុំគឺថាអាចធ្វើហូបបានហើយសម្រាប់សាច់គឺតិចតួចទេមិនសូវជាច្រើនប្រហែលទេប្រហែលជា2ខាំអីយើងអាចហូបគ្នា2 3នាក់បានហើយដោយសារអីយើងប្រើបន្លែច្រើនជាងសាច់អញ្ចឹងថ្ងៃណាទៅយើងចង់សាច់ច្រើនក៏យើងដាក់ឲ្យច្រើនទៅសម្រាប់ថ្ងៃនេះខ្ញុំសល់សាច់តិចដែរក៏ចាត់ការប៉ុណ្ណឹងទៅតែអត់និយាយលេងទេបងប្អូនសម្រាប់មុខម្ហូបមួយនេះគឺអត់សំខាន់សាច់ច្រើនឬតិចទេឲ្យតែយើងដាក់រសជាតិបានឆ្ងាញ់ហើយធ្វើទឹកជ្រលក់នេះបានឆ្ងាញ់គឺធានាថាបងប្អូនជាប់ចិត្តដូចខ្ញុំអញ្ចឹងសម្រាប់ថ្ងៃនេះសាច់ខ្ញុំតិចទេក៏ប៉ុន្តែលាយរសជាតិទឹកជ្រលក់បានឆ្ងាញ់ហើយនិយាយពីបន្លែយើងដាក់ទៅត្រូវចាប់ជាតិណាដាក់ប៊ឺមកឡងទុនឡងគាត់និយាយទៅស្រួយទុនល្អហើយឆ្ងាញ់ណាបងប្អូនអើយយើងចេះនិយាយចេះស្រក់ទឹកមាត់ម្សាទៀតដល់កុំភ្លេចបងប្អូនណាបើបានមានពេលអាចធ្វើទៀតច្រឡំទៀតទៅគួនគោតកួនដូចខ្ញុំចេះទៅធានាថាឆ្ងាញ់ណាស់ជាពិសេសបើបានភ្លៀងតិចទៀតមកដាក់មកហើយគឺឆ្ងាញ់ហ្មងហើយថ្ងៃខ្ញុំហូបនឹងក៏មេតិចដែរអញ្ចឹងហើយគឺប្រហែលជាប្រហែលថ្ងៃមុនគឺមេជាដាក់មកអូឆ្ងាញ់ណាស់បងប្អូនអើយនិយាយពីយើងហូបក្តៅមកផ្លុំហត់គឺទៅពីគ្រប់មកស្រួយតកួនក៏ស្រួយហើយសាច់ជ្រូកសាច់គោនឹងក៏ផុយល្អទៀតនិយាយពីចាប់ចិត្តពេលពងទាយើងដាក់ក្នុងសាច់គោចឹងទៅពេលវាឈ្ងុយក្រៀមចឹងមកឡើងឈ្ងុយពេញផ្ទះមកបងប្អូនហើយសម្រាប់ម្ហូបនេះងាយស្រួលធ្វើទេបងប្អូនកុំភ្លេចធ្វើតាមហូបទាំងអស់គ្នាណាបងប្អូនណាហើយជាពិសេសគឺវាសម្បូរជាតិបន្លែធម្មជាតិអញ្ចឹងវីដេអូមួយនេះផ្ញើជូនបងប្អូនយើងដែលចូលចិត្តបន្លែដូចខ្ញុំអញ្ចឹងបងប្អូនចាអរគុណច្រើនហេងទាំងអស់គ្នា